សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះយើងមកតសាច់រឿងប្រយុទ្ធកម្ម BK របស់យើងបន្តទៀតក៏ប៉ុន្តែជាដំបូងក៏សូមឆ្លៀតឱកាសអរគុណដល់កាន់បងប្រុសទាំងអស់គ្នាដែលបានឧបត្ថម្ភមកកាន់ការសម្រាយរឿងរបស់ខ្ញុំផងដែរហ្នឹងហើយចាប់ផ្ដើមនៃភាគនេះសាច់រឿងគឺបង្ហាញនៅក្នុងទីតាំងមួយកន្លែងដែលវាគឺជាសម្ព័ន្ធយាននៅក្នុងតំបន់ពីរជាប់នឹងឯងដោយសារតែកម្លាំងរួមទាំងសមិទ្ធផលដ៏អស្ចារ្យរបស់សៀវយាននៅបានបង្ហាញទៅកាន់ពិភពលោករីឯសម្ព័ន្ធយានគឺជាសម្ព័ន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀវយានទៀតនោះដូច្នេះហើយស្ថានភាពរបស់វានៅពេលនេះគឺពិតជារីកចម្រើនខ្លាំងមែនទែនបន្ទាប់មកសាច់រឿងក៏បង្ហាញអំពីរូបរាងរបស់អតីតកោហើយពូតុងម្ដងទៀតដែលនៅពេលនេះក៏កំពុងតែជិះទូកអវកាសដែលយើងមិនដឹងថាក៏ទើបតែមកពីទីកន្លែងណានោះទេហើយបើយើងមើលទៅកាន់រូបរាងរបស់អតីតកោនៅក្នុងខមមិកវាខុសអំពីរូបរាងរបស់អតីតកោនៅក្នុងដងហោះ 82% តែម្ដងនៅពេលនោះអតីតកោក៏បានរអ៊ូហើយថាបន្ទាប់ពីចំណាយពេលម្នាក់ឯងដើម្បីវឹកហាត់អស់រយៈពេល700ឆ្នាំនៅទីបញ្ចប់ក៏ត្រូវបានអ្នកក្មេងប្រុសសៀវយានទាញគាត់ឲ្យចូលមកកាន់ភាពវឹកវររញ៉េរញ៉ៃទាំងអស់នេះដែលកាតព្វកិច្ចដើម្បីឲ្យគាត់មើលខុសត្រូវសម្ព័ន្ធយានវាពិតជាស្មុគស្មាញខ្លាំងមែនទែនបន្ទាប់មកហើយពូតុងគាត់ក៏បានធ្វើដំណើរទៅកាន់សាលលេងថ្លៃរបស់គ្រួសារមីធើដើម្បីទៅសួរដំណឹងអំពីព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងគ្រួសារហ៊ុននៅពេលដែលទៅដល់ទីនោះហើយពូតុងក៏ទទួលបានការស្វាគមន៍ពីកញ្ញាយ៉ាហ្វៃនិងកូនចៅរបស់នាងផងដែរបើយើងមើលទៅកាន់គ្រួសារមីធើដោយសារតែមានតំណែងតំណងចិត្តស្និទ្ធជាមួយនឹងសៀវយានដូច្នេះហើយតំណែងរបស់ពួកគេនៅក្នុងសម្ព័ន្ធយានគឺពិតជាធំខ្លាំងមែនទែនរីឯកញ្ញាយ៉ាហ្វៃនេះក៏បានក្លាយទៅជាអ្នកដឹកនាំរបស់គ្រួសារមីធើផងដែរបន្ទាប់មកសាច់រឿងក៏បានកាត់ទៅដល់ការសន្ទនារបស់អតីតកោហើយពូតុងជាមួយនឹងកញ្ញាយ៉ាហ្វៃហើយអតីតកោហើយពូតុងក៏បានសួរអំពីព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងគ្រួសារហ៊ុនដែលពួកគេកំពុងតែស៊ើបអង្កេតបន្ទាប់មកកញ្ញាយ៉ាហ្វៃក៏បានប្រាប់ថាកាលពី100ឆ្នាំមុនពួកគេអាចទទួលបានព័ត៌មានខ្លះៗអំពីគ្រួសារហ៊ុនក៏ប៉ុន្តែនៅពេលនេះទោះបីជាគ្រួសារមីធើមានអំណាចជាងមុនក៏ដោយក៏ពួកគេមិនបានទទួលព័ត៌មានណាមួយនោះដែរហើយសូម្បីតែទីក្រុងផ្សេងទៀតនៅក្នុងទ្វីបធម្មពលឈីមួយនេះក៏ព័ត៌មានរបស់ពួកគេអំពីគ្រួសារហ៊ុនគឺមានត្រឹមតែរយៈពេល100ឆ្នាំមុនប៉ុណ្ណោះរួចហើយនាងក៏បង្ហាញផែនទីមួយសន្លឹកទៅឲ្យហើយពូតុងពិនិត្យមើលផងដែរក៏ប៉ុន្តែហើយពូតុងក៏មិនបានឃើញអ្វីពាក់ព័ន្ធជាមួយនឹងផែនទីមួយនេះនោះទេទោះបីជាសកម្មភាពរបស់គ្រួសារហ៊ុននៅពេលនេះប្លែកៗក៏ដោយប្រកាសណាពួកគេប្រកាសជាមិនធ្វើអ្វីដែលគ្មានប្រយោជន៍នោះទេបន្ទាប់មកហើយពូតុងក៏បានប្រាប់ឲ្យកញ្ញាយ៉ាហ្វៃបញ្ជូនព័ត៌មានទាំងអស់ដែលពួកគេទទួលបានផ្ដល់ទៅកាន់សម្ព័ន្ធវិមានមេឃាផងដែរនៅពេលដែលនិយាយអំពីសម្ព័ន្ធវិមានមេឃាក៏បាននឹកទៅដល់សៀវយានដែលកម្លាំងរបស់អាក្មេងម្នាក់នោះនៅពេលនេះគឺពិតជាខ្លាំងមែនទែនហើយពូតុងក៏ចាំបាននៅពេលដែលគាត់ជួបជាមួយនឹងសៀវយានដំបូងនៅកាលនោះសៀវយានគឺគ្រាន់តែជាក្មេងប្រុសដែលទន់ខ្សោយម្នាក់ប៉ុណ្ណោះនៅពេលដែលបានឮដូច្នេះកញ្ញាយ៉ាហ្វៃក៏បាននឹកទៅដល់រឿងរ៉ាវកាលពីអតីតកាលផងដែរហើយបន្តមកពួកគេក៏បានបន្តសន្ទនាគ្នាលេងបន្តិចទៀតរួចហើយពូតុងគាត់ក៏រៀបនៅចាក់ចាញ់ដើម្បីទៅទទួលព័ត៌មានដែលទីក្រុងផ្សេងទៀតកំពុងតែស៊ើបអង្កេតអំពីគ្រួសារហ៊ុនផងដែរក៏ប៉ុន្តែភ្លាមស្រាប់តែមានការរំជួយដែលជាខ្លាំងដែលបានធ្វើឲ្យពួកគេភ្ញាក់ផ្អើលខ្លាំងមែនទែនទោះជាយ៉ាងណាការរំជួយមួយនេះវាមិនបានបន្តទៅយូរនោះទេដែលមួយសន្ទុះក្រោយមកវាក៏បានស្ងប់ទៅវិញនៅពេលនោះអតីតកោហើយពូតុងក៏បានសួរទៅកាន់កញ្ញាយ៉ាហ្វៃថាតើទីក្រុងមួយនេះតែងតែមានគ្រោះរំជួយដីបែបហ្នឹងមែនទេកញ្ញាយ៉ាហ្វៃនេះក៏បានប្រាប់ថាទេនៅកាលពីមុនទីក្រុងមួយនេះមិនដែលមានគ្រោះរំជួយដីនោះឡើយក៏ប៉ុន្តែនៅក្នុងរយៈពេលកន្លះខែចុងក្រោយនេះវាបានកើតឡើង3ដងបាត់ទៅហើយនៅពេលដែលបានឮបែបនេះហើយពូតុងក៏បានដឹងថាប្រកាសជាមានអ្វីដែលមិនស្រួលនៅទីនេះជាក់ជាមិនខានហើយគាត់ក៏បានប្រាប់ឲ្យបញ្ជូនព័ត៌មានអំពីការរំជួយដីទៅកាន់សម្ព័ន្ធវិមានមេឃាផងដែរបន្ទាប់មកសាច់រឿងក៏បានកាត់ទៅកាន់អាណាចក្រផ្កាយដែលស្ថិតនៅក្នុងសម្ព័ន្ធវិមានមេឃាហើយនៅទីនោះកំពុងតែមានការប៉ះទង្គិចធម្មពលយ៉ាងខ្លាំងក៏ប៉ុន្តែបើយល់ទៅតាមពាក្យសម្ដីរបស់ហ្វឹងសៀនវាគ្រាន់តែជាការវឹកហាត់របស់ពួកគេប៉ុណ្ណោះធ្វើដំណើរទៅកាន់ទីលាននៃការវឹកហាត់មនុស្សយើងក៏បានឃើញថាបំផ្ទុះធម្មពលដែលកើតឡើងគឺបណ្ដាចេញមកពីការប៉ះទង្គិចគ្នារវាងគូឈិញយ៉ាងជាមួយនឹងក្មេងចំណោះក្រោយដែលមកពីគ្រួសារយ៉ាងហើយការប្រកួតមួយនេះគឺជាការប្រកួតមួយទល់នឹងពីរហើយខ្ញុំសូមរំលឹកបន្តិចម្នាក់ប្រុសមានឈ្មោះថាហោអាសៀនដែលគេគឺជាអ្នកគ្រប់គ្រងអណ្ដាតភ្លើងបំផ្លិចបំផ្លាញទាំង8ទិសដែលវាគឺជាអណ្ដាតភ្លើងមេឃាមានលេខរៀងទី6នៅក្នុងបញ្ជីអណ្ដាតភ្លើងថាសួររីឯកញ្ញាម្នាក់នោះនេះមានឈ្មោះថាហោជឺហើយនេះក៏ជាអ្នកគ្រប់គ្រងអណ្ដាតភ្លើងមេឃាម្នាក់ផងដែរដែលអណ្ដាតភ្លើងមេឃារបស់នាងគឺជាអណ្ដាតភ្លើងផ្កាឈូកក្រហមដែលមានលេខរៀងទី8នៅក្នុងបញ្ជីអណ្ដាតភ្លើងថាសួរយើងបង្វែរចំណាប់អារម្មណ៍ទៅកាន់ការប្រកួតរបស់ពួកគេវិញដល់មករងចាំយូរហោជឺនិងហោសៀនក៏បានប្រើបច្ចេកទេសអណ្ដាតភ្លើងដ៏ខ្លាំងរបស់ពួកគេរៀងៗខ្លួនដើម្បីវាយប្រហារទៅកាន់គូឈិញយ៉ាងក៏ប៉ុន្តែលើគ្រាន់តែក្រវះដាវបន្តិចគូឈិញយ៉ាងក៏អាចបំបែកការវាយប្រហាររបស់ពួកគេយ៉ាងងាយស្រួលទោះជាយ៉ាងណាប៉ុណ្ណឹងវាមិនต้องមកចំនោះទេដែលពួកគេទាំងពីរនាក់ក៏បានបាត់ខ្លួនពីខ្សែភ្នែករបស់គូឈិញយ៉ាងភ្លាមបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានប្រើអណ្ដាតភ្លើងមេឃាបញ្ចេញបច្ចេកទេសដ៏ខ្លាំងមួយរួចក៏ធ្វើការវាយប្រហារទៅកាន់គូឈិញយ៉ាងម្ដងទៀតដែលអបិហោសៀនគឺជាអ្នកវាយប្រហារខាងមុខរីឯកញ្ញាហោជឺគឺជាអ្នកវាយប្រហារខាងក្រោយក៏ប៉ុន្តែទោះបីជាបច្ចេកទេសប្រយុទ្ធរបស់ពួកគេទាំងពីរនាក់វាក្រនបើក៏ដោយក៏វានៅតែមិនគ្រប់គ្រាន់ដើម្បីយកឈ្នះទៅកាន់គូឈិញយ៉ាងនោះដែរដែលគូឈិញយ៉ាងក៏បានប្រើបច្ចេកទេសគ្រប់គ្រងតកករបស់គាត់ទប់ទល់ជាមួយនឹងការវាយប្រហាររបស់ពួកគេទាំងពីរនាក់យ៉ាងងាយស្រួលហើយការវឹកហាត់របស់ពួកគេក៏បានបញ្ចប់ត្រឹមហ្នឹងផងដែរចំពោះមូលហេតុដែលពីរនាក់ហ្នឹងមិនអាចយកឈ្នះគូឈិញយ៉ាងបានដូច្នេះនោះគឺដោយសារតែពួកគេទាំងពីរនាក់ស្ថិតនៅក្នុងកម្រិតទី9ផ្កាយ9កំពូលប៉ុណ្ណោះរីឯគូឈិញយ៉ាងគាត់គឺជាអ្នកជំនាញកម្រិតទី11ពិតប្រាកដដែលគម្លាតរវាងពួកគេគឺពិតជាធំខ្លាំងមែនទែនដូច្នេះហើយបានជាគូឈិញយ៉ាងអាចយកឈ្នះពួកគេយ៉ាងងាយស្រួលដូច្នេះនៅពេលនោះកញ្ញាហោជឺនេះក៏បាននិយាយផងដែរថាការវឹកហាត់ដែលមានភាពជឿជាក់បែបនេះធ្វើឲ្យនាងមានអារម្មណ៍ល្អបន្តិចទោះបីជាពួកគេមិនបានទទួលព័ត៌មានអំពីគ្រួសារហ៊ុនក៏ដោយក៏ពួកគេមិនអាចបន្ធូរបន្ថយនៅការខិតខំប្រឹងប្រែងវឹកហាត់នោះឡើយចំណែកឯគូឈិញយ៉ាងនៅចិត្តនោះគាត់ក៏បាននិយាយផងដែរថាបើសិនជាអ្នកទាំងពីរបន្តការវឹកហាត់ដូចជានៅថ្ងៃនេះវានឹងធ្វើឲ្យអ្នកទាំងពីរមានការត្រៀមខ្លួនយ៉ាងល្អនៅក្នុងការប្រយុទ្ធហើយ
ថ្មីនេះគ្មានព័ត៌មានណាមួយពាក់ព័ន្ធជាមួយនឹងគ្រួសារហ៊ុននោះទេដូច្នេះហើយពួកយើងគួរតែមានការប្រុងប្រយ័ត្នជារៀងរាល់ថ្ងៃក៏ប៉ុន្តែនៅគណៈពេលដែលពួកគេកំពុងតែនិយាយគ្នានោះស្រាប់តែមានការផ្ទុះធម្មពលនៅក្នុងសាលប្រជុំនៃសម្ព័ន្ធដែលនៅទីនោះគឺជាទីកន្លែងដែលម្ចាស់គ្រួសារធំៗទាំងអស់កំពុងតែប្រជុំគ្នាហើយបើមើលទៅប្រកាសជាមានម្ចាស់គ្រួសារណាមួយបានផ្ទុះកំហឹងដោយសារតែការមិនបានទទួលដំណឹងអំពីគ្រួសារហ៊ុនហើយមើលទៅពិតជាដូចអ្វីដែលគូចិនយ៉ាងបាននិយាយពិតមែនយើងមើលនៅក្នុងសាលប្រជុំនៃកុសសម្ព័ន្ធវិមានបេខេអ្នកដែលបានផ្ទុះកំហឹងគឺជាម្ចាស់នៃគ្រួសារឡៃនឹងឯងដែលគាត់គឺពិតជាមុំមកខ្លាំងមែនទែនដោយសារតែវាអស់រយៈពេល1ខែកន្លះបាត់ទៅហើយក៏ប៉ុន្តែពួកគេមិនទាន់បានទទួលព័ត៌មានណាមួយអំពីគ្រួសារហ៊ុនតតសោះហើយបើសិនជាពួកគេចង់ប្រយុទ្ធគ្នាគាត់អាចប្រយុទ្ធរហូតដល់ស្លាប់បានក៏ប៉ុន្តែការរងចាំពួកគេដោយមិនទទួលបានដំណឹងបែបនេះវាពិតជាធុញថប់ខ្លាំងមែនទែននៅពេលនោះម្ចាស់គ្រួសារយ៉ានក៏ក្បាលប្រាប់ទៅកាន់ម្ចាស់គ្រួសារឡៃថាអ្នកបងក្តោឆាប់តែចាក់ចិត្តសិនទៅតើឯងចង់ប្រយុទ្ធជាមួយនឹងអ្នកណាតើអ្នកណានឹងប្រយុទ្ធជាមួយអញឥឡូវនេះចំណែកឯសៀវយានដែលនៅជិតនោះក៏ក្បាលប្រាប់ទៅកាន់ពួកគេផងដែរថាវាគួរតែល្អបើសិនជាពួកគេមានការសម្រាប់បន្តិចក៏ប៉ុន្តែនៅគណៈពេលដែលគាត់រៀបនឹងបន្តនិយាយទៀតហើយនោះស្រាប់តែមានថាមពលលំហមួយក៏បានបើកចេញមកដែលវាគឺជាគូយាននឹងឯងបើមើលទៅកាន់សភាពរបស់គាត់ហាក់ដូចជាអស់កម្លាំងខ្លាំងមែនទែននៅពេលនោះសៀវយានក៏បានសួរអំពីសុខទុក្ខរបស់គាត់ផងដែរក៏ប៉ុន្តែគូយានក៏បានប្រាប់ថាមូលហេតុដែលគាត់នឿយហត់ដូច្នេះវាគ្រាន់តែជារឿងធម្មតានោះទេដោយសារតែគាត់បានប្រើធម៌ពលវិញ្ញាណច្រើនពេកចំណែកឯម្ចាស់គ្រួសារឡៃក៏បានសួរទៅកាន់គូយានថាបងប្រុសគូតើអ្នកបានទទួលដំណឹងអ្វីដែរឬទេបន្ទាប់មកគូយានក៏បានប្រាប់ថាទីកន្លែងដែលអាណាចក្រវិញ្ញាណបានលាក់ខ្លួនក៏បានរកឃើញហើយក៏ប៉ុន្តែការរកឃើញរបស់គាត់នៅពេលនេះវាគ្មានប្រយោជន៍នោះទេដោយសារតែវាបានយឺតពេលបាត់ទៅហើយនៅពេលបានលឺដូច្នេះសៀវយានអ្នកដទៃទៀតគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកឯសម្ព័ន្ធវិមានបេខេទាំងមូលបានរំជួយយ៉ាងខ្លាំងមិនត្រឹមតែសម្ព័ន្ធវិមានបេខេប៉ុណ្ណោះទេដែលបានទទួលការផ្លាស់ប្ដូរដ៏ធំមួយនេះសូម្បីតែនិកាយផ្កាក៏មានការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងផងដែរដែលនៅពេលនោះយុនដែលជាមេបករបស់និកាយផ្កានាងក៏បានចេញមកការពារសុខសวัสดิភាពរបស់សមាជិកនៃនិកាយរបស់នាងផងដែរហើយប្រឈមមុខជាមួយនឹងបាតុភូតរវាងឋានសួគ៌និងផែនដីដ៏ខ្លាំងក្លាបែបនេះក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនធ្វើដំណើរទៅកាន់កុសសម្ព័ន្ធពោធិ៍ថ្លាន់ក្រោមដីដូចជាជ្រៅទាំង9វិញនៅពេលនេះនៅក្នុងកុសសម្ព័ន្ធរបស់ពួកគេក៏មានការរំជួយយ៉ាងខ្លាំងផងដែរហើយនៅពេលនោះពួកគេក៏បានប្រទះជាមួយនឹងបាតុភូតដ៏ចម្លែកមួយដែលផ្ទៃមេទាំងមូលក៏បានប្រែប្រួលខ្លះទៅជាពណ៌ក្រហមឈាមហើយបើយើងក៏លេចមើលទៅកាន់សម្ព័ន្ធយាននៅក្នុងសាលដេញថ្លៃនៃគ្រួសារមីធើនៅពេលនេះពួកគេក៏បានជួបជាមួយនឹងគ្រោះរំជួយដីម្ដងទៀតក៏ប៉ុន្តែការរំជួយម្ដងនេះគឺវាខ្លាំងជាងពេលណាទាំងអស់ដែលវាបានធ្វើឲ្យមនុស្សទាំងអស់គ្នាដែលនៅទីនោះគឺពិតជាភ័យខ្លាចខ្លាំងមែនទែនសូម្បីតែសមាជិកនៃកុសសម្ព័ន្ធពោះរបស់រាជនីមីដូសាក៏បានឃើញការផ្លាស់ប្ដូរដ៏ធំធេងនៅក្នុងទ្វីបធម្មពលឈីដ៏ខ្លាំងក្លាមួយនេះផងដែរដែលការប្រែប្រួលដ៏ធំមួយនេះគឺវាសាយភាលពីពេញទ្វីបធម្មពលឈីតែម្ដងយើងធ្វើដំណើរត្រឡប់ទៅកាន់សម្ព័ន្ធវិមានបេខេវិញសៀវយានរួមទាំងមនុស្សទាំងអស់គ្នាដែលនៅទីនោះក៏ពិតជាភ្ញាក់ផ្អើលជាមួយនឹងការផ្លាស់ប្ដូរមួយនេះយកតែមែនទែនរីឯយើងក៏បានឃើញការបង្ហាញខ្លួនរបស់ខៃលៀនជាមួយនឹងសៀវបន្តិចផងដែរដែលនៅទីបំផុតអ្នកគូគឺក៏បានដាច់ចិត្តបង្ហាញរាជនីមីដូសាបន្តិចហើយនៅពេលនោះពួកគេទាំងអស់គ្នាក៏បានឃើញស្នាមព្រះដ៏ធំមួយក៏បានលេចចេញឡើងនៅលើលំហអាកាសដែលស្នាមព្រះមួយនេះវាពិតជាធំហើយបានបញ្ចេញក្លិនដែលគួរឲ្យខ្ពើមខ្លាំងមែនទែននៅពេលនោះក្តាប់អធិរាជនាគជាយាននេះក៏បាននិយាយថាបើសិនជាខ្ញុំគិតមិនខុសនោះទេនេះគួរតែជាអាណាចក្រវិញ្ញាណរបស់គ្រួសារហ៊ុនក៏ប៉ុន្តែភ្លាមការផ្លាស់ប្ដូរដ៏ធំមួយក៏បានកើតឡើងដែលផ្លូវលំហដ៏ធំក៏បានបើកចេញពីស្នាមព្រះមួយនោះហើយបើមើលទៅកាន់សភាពរបស់វាហាក់ដូចជាផ្លូវចុះចូលទៅកាន់ឋាននរកអញ្ចឹងនៅពេលដែលបានឃើញបែបនេះសៀវយានរួមទាំងមនុស្សដទៃទៀតមិនអាចធ្វើអ្វីបានក្រៅពីឈរសម្លឹងមើលដោយការភ្ញាក់ផ្អើលនោះឡើយប៉ុន្តែបើយើងមើលទៅកាន់ប្រតិកម្មរបស់ម្ចាស់គ្រួសារឡៃវិញនៅពេលដែលបានដឹងថានេះគឺជាលំហរបស់អាណាចក្រវិញ្ញាណនៃគ្រួសារហ៊ុនគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយក៏ត្រៀមខ្លួនប្រយុទ្ធជាមួយនឹងពួកគេផងដែរក៏ប៉ុន្តែក៏ត្រូវបានគូយានហាមឃាត់រីឯសៀវយានក៏បានសុំអនុញ្ញាតទៅកាន់ម្ចាស់គ្រួសារគូដើម្បីចូលទៅពិនិត្យមើលនៅទីកន្លែងមួយនោះបន្ទាប់មកសៀវយានក៏បានប្រើធម៌ពលប្រលឹងនៃអាណាចក្រអាទិទេពរបស់គាត់ក្នុងការបង្កើតរាងកាយក្លូនមួយដើម្បីពិនិត្យមើលទៅក្នុងលំហមួយនោះនៅពេលនោះពួកគេក៏បានប្រាប់ឲ្យសៀវយានមានការប្រុងប្រយ័ត្ននៅពេលដែលបានចូលទៅដល់ទីនោះផងដែរបន្ទាប់ពីនិយាយផ្ដាំគ្នារួចរាងកាយធម៌ពលវិញ្ញាណរបស់សៀវយានក៏បានចូលទៅកាន់លំហមួយនោះហើយបន្ទាប់ពីចូលទៅកាន់លំហមួយនោះគាត់ក៏ពិតជាបានបញ្ជូនទៅដល់អាណាចក្ររបស់គ្រួសារហ៊ុនពិតមែនក៏ប៉ុន្តែគ្រួសារហ៊ុនទាំងមូលដែលធ្លាប់តែមានសមាជិករាប់សិបនាក់នៅពេលនេះវាស្ងប់ស្ងាត់ដូចជាទីរហោស្ថានអញ្ចឹងហើយបន្ទាប់ពីប្រើធម៌ពលវិញ្ញាណដើម្បីពិនិត្យមើលសៀវយានក៏បានឃើញក្បួនដ៏ធំមួយដែលត្រូវបានរៀបចំនៅពីលើអាណាចក្រនៃគ្រួសារហ៊ុនហើយគាត់ក៏បានឃើញថានៅកណ្ដាលស្នូលនៃក្បួនមនុស្សគឺវាពោពេញទៅដោយធម៌ពលវិញ្ញាណហើយបើតាមអ្វីដែលសៀវយានស្មានប្រភពដើមនៃវិញ្ញាណទាំងអស់នេះយ៉ាងហោចណាស់ក៏ត្រូវការវិញ្ញាណរាប់សិបលានដែរហើយតែមានមនុស្សប្រមាណអ្នកដែលត្រូវបានសម្លាប់នៅក្នុងអាណាចក្រវិញ្ញាណនេះទៅក៏ប៉ុន្តែនៅគណៈពេលនោះធម៌ពលនៃអណ្ដាតភ្លើងឋានសួគ៌នៅក្នុងខ្លួនប្រាណរបស់សៀវយានហាក់ដូចជាកំពុងតែត្រូវបានស្រូបយកទៅដោយធម៌ពលចម្លែកអ្វីមួយហើយកម្លាំងស្រូបមនុស្សគឺវាបញ្ចេញមកពីក្បួនដ៏ធំមួយនឹងឯងនៅពេលនោះស្រាប់តែមានសម្លេងមួយក៏បានមកលឺឡើងមកថាសៀវយានពួកយើងខានជួបគ្នាយូរហើយនៅពេលដែលបានឃើញគេម្នាក់នេះសៀវយានគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគេគឺជាអណ្ដាតភ្លើងលើតបាក់នឹងឯងហើយបើមើលទៅកាន់រូបរាងរបស់អណ្ដាតភ្លើងលើតបាក់នៅពេលនេះវាកាចសាហាវជាងកាលពីមុនទៅទៀតចំណែកឯកម្លាំងរបស់វាក៏បានកើនឡើងខ្លាំងជាងមុនផងដែរក៏ប៉ុន្តែមកដល់ត្រឹមនេះសាច់រឿងនៃភាគទី70របស់យើងក៏បានឈានមកដល់ទីបញ្ចប់បាត់ទៅហើយនឹងឯមូលហេតុដែលអាណាចក្រហ៊ុនទាំងមូលស្ងប់ស្ងាត់ដូចជាទីរហោស្ថានដូច្នេះនោះគឺដោយសារតែហ៊ុនធានឌីបានយកអាយុជីវិតនៃគ្រួសាររបស់គេដើម្បីសម្រេចមហិច្ឆតាខ្លួនឯងទម្លុះទៅកាន់កម្រិតអតិទេពនឹងឯងហើយដើម្បីអាចចម្រាញ់ក្របថ្នាំអតិទេពដ៏ជោគជ័យវាត្រូវការធម៌ពលយ៉ាងខ្លាំងដូច្នេះហើយហ៊ុនធានឌីគឺគេត្រូវការធម៌ពលបន្ថែមទៀតចំណែកឯប្រភពដើមនៃធម៌ពលវិញ្ញាណដែលសៀវយានបានឃើញវាគឺជាធម៌ពលវិញ្ញាណរបស់សមាជិកនៃគ្រួ
គ្រួសារបុរាណចំនួន4ដែលមានដូចជាគ្រួសារស៊ីគ្រួសារលេងគ្រួសារយ៉ាវរួមទាំងគ្រួសារហ៊ុនក៏ប៉ុន្តែនៅកន្លែងហ្នឹងយើងមិនទាន់ប្រកាស 100% នោះទេដែលថាហ៊ុនធីនឌីបានសម្លាប់សមាជិកនៃគ្រួសាររបស់គេដោយសារតែនៅកន្លែងនេះខ្ញុំក៏រៀងសពិចសពិលដែរហើយដូចជាខ្ជិលទៅអាននៅវាម្ដងទៀតហើយដើម្បីឲ្យប្រកាសយើងមានតែរងចាំទស្សនានៅក្នុងភាគក្រោយប៉ុណ្ណោះបាយបាយ